ខណៈដែលពិភពលោកទាំងមូលកំពុងរាប់ថយក្រោយឆ្ពោះទៅរកព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ2026ដែលនឹងត្រូវធ្វើឡើងនៅអាមេរិកខាងជើងសំណួរដ៏ក្តៅគគុកមួយដែលអ្នកគាំទ្រមិនឈប់ចង់ដឹងគឺតើជើងឯកឆ្នាំនេះនឹងទទួលបានប្រាក់រង្វាន់ប៉ុន្មានមិនត្រឹមតែជាសមរភូមិដណ្ដើមពានរង្វាន់ដ៏មានកិត្យានុភាពបំផុតនោះទេព្រឹត្តិការណ៍ឆ្នាំនេះបានបង្កើតកំណត់ត្រាថ្មីជាព្រឹត្តិការណ៍ដែលមានទឹកប្រាក់រង្វាន់ច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់ដោយមានកញ្ចប់ថវិកាសរុបរហូតដល់$871លានអាមេរិកសម្រាប់ក្រុមដែលនឹងលើកពានជើងឯកក្នុងឆ្នាំ2026នេះពួកគេនឹងទទួលបានទឹកប្រាក់សុទ្ធចំនួន$50លានអាមេរិកដែលជាតួលេខដ៏មហិមាសម្រាប់សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសដែលឈ្នះប្រសិនបើគិតបញ្ចូលជាមួយប្រាក់កម្រៃសម្រាប់ការចូលរួមនិងការរៀបចំខ្លួនដែល FIFA បានបែងចែកពីមុនមកក្រុមជើងឯកអាចនឹងកើបលុយសរុបប្រមាណជាង$53លានឯណោះនេះគឺជាតួលេខមួយដែលឆ្លុះបញ្ចាំងពីកំណើននៃឧស្សាហកម្មកីឡាបាល់ទាត់ពិភពលោកដែលកាន់តែរីកចម្រើនខ្លាំងទោះជាយ៉ាងណាក៏ដោយនេះមិនមែនជាប្រាក់ដែលត្រូវធ្លាក់ចូលទៅក្នុងហោប៉ៅកីឡាករផ្ទាល់នោះទេទឹកប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះនឹងត្រូវផ្ទេរចូលទៅក្នុងគណនីរបស់សហព័ន្ធកីឡាបាល់ទាត់ជាតិរៀងៗខ្លួនបន្ទាប់មកសហព័ន្ធនីមួយៗនឹងត្រូវអង្គុយពិភាក្សាគ្នាដើម្បីបែងចែកប្រាក់រង្វាន់ទាំងនេះទៅតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នារវាងកីឡាករគ្រូបង្វឹកនិងបុគ្គលិកបច្ចេកទេសមិនត្រឹមតែក្រុមជើងឯកប៉ុណ្ណោះទេដែលទទួលបានផលប្រយោជន៍សូម្បីតែក្រុមដែលគ្រាន់តែបានឆ្លងផុតវគ្គជម្រុះក៏ទទួលបានទឹកប្រាក់ធានាអបបរមារហូតដល់$12.5លានផងដែររាល់ជំហានដែលក្រុមនីមួយៗដើរទៅមុខក្នុងវគ្គបន្តបន្ទាប់សុទ្ធតែមានការដំឡើងប្រាក់រង្វាន់តាមដំណាក់កាលដែលនេះបានក្លាយជាកម្លាំងជំរុញចិត្តយ៉ាងខ្លាំងក្លាសម្រាប់ក្រុមជម្រើសជាតិទាំងអស់ដើម្បីប្រជែងគ្នានៅលើទីលានស្មៅពណ៌បៃតងពិភពលោកទាំងមូលកំពុងទន្ទឹងរង់ចាំមើលថាតើក្រុមមួយណាដែលនឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឈ្នះពានរង្វាន់និងកើបទឹកប្រាក់ដ៏មហិមានេះទៅកាន់មាតុភូមិរបស់ខ្លួន